ទេសក្នុងសមាជិកអាស៊ានដែលមាន GDP ខ្ពស់ជាងគេនៅក្នុងចំណោមសមាជិកទាំង11ប្រទេសដោយយោងទៅតាម GDP នៅក្នុងឆ្នាំ2025ក្នុងនោះខ្មៅដៃនឹងលើកយកមក5ប្រទេសដើម្បីមកនិយាយនៅក្នុងវីដេអូនេះទី5ប្រទេសវៀតណាមប្រទេសវៀតណាមមានចំនួនផលិតផលក្នុងស្រុកសរុប GDP ចំនួន491,000 លានដុល្លារសហរដ្ឋអាមេរិកប្រទេសវៀតណាមមានប្រជាជនចំនួន 102.2 លាននាក់ទី4ប្រទេសហ្វីលីពីនប្រទេសហ្វីលីពីនមាន GDP ចំនួន 498,000 លានដុល្លារសហរដ្ឋអាមេរិកនិងមានប្រជាជនចំនួន 114.4 លាននាក់ទី3ប្រទេសថៃប្រទេសថៃមាន GDP ចំនួន 546,000 លានដុល្លារសហរដ្ឋអាមេរិកនិងមានប្រជាជនចំនួន 70.3 លាននាក់ទី2ប្រទេសសិង្ហបុរីប្រទេសសិង្ហបុរីមានចំនួន GDP 565,000 លានដុល្លារសហរដ្ឋអាមេរិកនិងមានចំនួនប្រជាជនចំនួន 6.1 លាននាក់និងទី1ប្រទេសដែលមានចំនួនសេដ្ឋកិច្ចសរុបច្រើនជាងគេគឺប្រទេសឥណ្ឌូនេស៊ីប្រទេសឥណ្ឌូនេស៊ីមានចំនួន GDP សរុប 1.4 ទ្រីលានដុល្លារសហរដ្ឋអាមេរិកដែលមានប្រជាជនសរុបចំនួន 284.4 លាននាក់